សួស្តីបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនានៅក្នុងវីដេអូរបស់ខ្ញុំនេះគឺជាវីដេអូលក្ខណៈគ្រួសារដែលខ្ញុំបានចូលទៅលេងនៅក្នុងប្រាសាទព្រះខ័នហើយនេះជាសកម្មភាពខ្លះៗដែលខ្ញុំបានចូលទៅហើយវាជាលើកទី1ដោយសារខ្ញុំអត់ដែរស្គាល់ប្រាសាទព្រះខ័ននឹងសោះហើយមកសៀមរាបច្រើនដងដែរតែប្រាសាទផ្សេងៗដែលបានចូលមកប្រាសាទព្រះខ័នទេហើយពេលវេលាដែលពួកខ្ញុំមកនេះគឺពេលល្ងាចអញ្ចឹងវារៀងត្រជាក់ដល់ពេលត្រជាក់អញ្ចឹងថតរូបបានច្រើនហើយអត់សូវហត់ទៀតហើយយើងមើលពីមុខទៅឃើញថាដូចរៀងទូចប្រាសាទនេះប៉ុន្តែអត់ទូចទេពេលខ្ញុំចូលទៅកាន់តែជ្រៅកាន់តែសម្បូរក្លុកអ្នកដូចផ្ទះយើងកតុបច្រើនអញ្ចឹងណាមើលពីមុខទូចទេតែចូលទៅក្នុងហ្នឹងកតុបទូចច្រើនណាដល់ពេលខ្ញុំចូលពីមួយទៅមួយធំពីកន្លែងមកកន្លែងមិនដឹងថាក្នុងប្រាសាទគឺមានកន្លែងជាច្រើនអញ្ចឹងបើបងប្អូនបានទៅលេងសៀមរាបក៏គួរតែកុំរំលងប្រាសាទព្រះខ័នអីពីព្រោះចូលទៅគឺមានកន្លែងជាច្រើនដែលស្អាតដូចជានេះអញ្ចឹងហៅថាគេ2ជាន់ហើយប្លែកមែនតែនហើយខ្ញុំបានថតប្រហែលប៉ុសដែរដើម្បីទុកជាអនុស្សាវរីយ៍ស្អាតមែនហើយពេលយើងទៅពេលល្ងាចអញ្ចឹងទៀតគឺស្អាតហើយជាចុងក្រោយនេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលមកទស្សនាក្នុងវីដេអូរបស់ខ្ញុំ